ភាពភាគពីរការលូតលាស់និងការវិវត្តរបស់កុមារវ័យដំបូងគឺបឋមវ័យដែលគិតចាប់ពីពេលដែលយើងកើតរហូតដល់អាយុ6ឆ្នាំពិតជាគួរឲ្យស្រឡាញ់មែនអំឡុងពេលនេះជាពេលដែលក្មេងមានភាពទាក់ទាញខ្លាំងណាស់ម្យ៉ាងទៀតវ័យកុមារគឺជាវ័យដំបូងគេដែលមានការលូតលាស់មានសន្ទុះលឿនអូពិតជាគួរឲ្យស្ដាយមែនបើអញ្ចឹងការលូតលាស់លើកទី1របស់ខ្ញុំបានហួសបាត់ទៅហើយនៅអាយុ5ឆ្នាំកុមារមិនត្រឹមតែអាចក្រោកឈរនិងនិយាយបានប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានកម្ពស់ 2.2 ដងនិងទម្ងន់6ដងកើនឡើងលើពីពេលកើតទៀតផងអូកើនដល់ទៅ6ដងផងពិតជាអស្ចារ្យមែនអ្វីដែលសំខាន់បំផុតសម្រាប់ការលូតលាស់ក្នុងអំឡុងពេលនេះគឺការផ្សារភ្ជាប់ទំនាក់ទំនងនៃក្តីស្រឡាញ់ជាមួយកុមារតូចៗត្រូវការមើលថែដោយភាពថ្នាក់ថ្នមវ័យសិក្សាសំដៅនៅអំឡុងពេលដែលកុមារមានអាយុចាប់ពី6ឆ្នាំរហូតដល់អាយុប្រហែល12ឆ្នាំអំឡុងពេលនេះជាវេលាដ៏សមរម្យមួយសម្រាប់កុមារចូលសិក្សានៅសាលារៀនជាអំឡុងពេលដែលយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រហើយអញ្ចឹងនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់កុមារធ្វើការស្វែងយល់និងវិនិច្ឆ័យអំពីពាក្យថាល្អនិងអាក្រក់ដែលមនុស្សធំឬលោកគ្រូអ្នកគ្រូតែងតែនិយាយពីព្រោះការដឹងល្អនិងអាក្រក់ការចេះអាណិតអាសូរនិងគិតគូរដល់អ្នកដទៃគឺជារឿងសំខាន់ខ្លាំងណាស់មែននឹងហើយបន្ទាប់មកទៀតគឺវ័យជំទង់ទោះបីជាមានភាពខុសគ្នារវាងបុគ្គលម្នាក់ៗក៏ពិតមែនតែជាទូទៅវ័យនេះសម្រាប់មនុស្សដែលមានអាយុប្រហែល12ឆ្នាំរហូតដល់18ឆ្នាំហើយអំឡុងពេលចន្លោះចាប់ពីពាក់កណ្ដាលនៃបឋមវ័យរហូតដល់វ័យជំទង់គឺជាពេលដែលមានការលូតលាស់មានសន្ទុះលឿនជាលើកទី2អូវាជាអំឡុងពេលដ៏សំខាន់សម្រាប់ការលូតលាស់របស់យើងមកទេតើអ្វីទៅដែលពួកយើងគួរតែប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលនេះការធ្វើលំហាត់ប្រាណគឺពិតជាសំខាន់ខ្លាំងណាស់វាជួយធ្វើឲ្យឆ្អឹងនិងសាច់ដុំរបស់អ្នកកាន់តែរឹងមាំមិនតែប៉ុណ្ណោះវាក៏ជួយធ្វើឲ្យសមត្ថភាពបេះដូងនិងសមត្ថភាពនៃការស៊ូទ្រាំរបស់អ្នកកើនឡើងផងដែរមួយវិញទៀតការទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់3ពេលក្នុងមួយថ្ងៃក៏មានសារៈសំខាន់ខ្លាំងណាស់ដែរបន្ទាប់មកទៀតការទទួលទានដំណេកការគេងឲ្យបានគ្រប់គ្រាន់ជួយជំរុញដល់ការលូតលាស់រាងកាយរបស់យើងផងដែរអូអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺគ្រាន់តែលេងកីឡាញ៉ាំអាហារដែលខ្ញុំចូលចិត្តនិងគេងតែប៉ុណ្ណោះមិនអីទេសុទ្ធតែជារឿងដែលខ្ញុំចូលចិត្តទេតាទេគ្រាន់តែញ៉ាំនិងគេងតែម្យ៉ាងមិនបានទេតែត្រូវប្រុងប្រយ័ត្ននិងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរត្រូវតែញ៉ាំអាហារឲ្យបាន3ពេលចូលគេងពីព្រលប់និងភ្ញាក់ពីព្រលឹមផងដែរណាអូមែនហើយយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នានៅពេលអ្នកឈានចូលដល់វ័យជំទង់អ្នកនឹងចាប់ផ្ដើមដឹងថាអ្នកមានពិភពខាងក្នុងមួយផ្ទាល់ខ្លួនរបស់អ្នកដែលខុសពីឪពុកម្ដាយនិងមិត្តភក្តិរបស់អ្នកអូយពិតជាគួរឲ្យធុញថប់ណាស់តែខ្ញុំគួររស់នៅដោយរបៀបណាទៅការប្រែប្រួលអារម្មណ៍ផ្លូវចិត្តបណ្ដាលមកពីឥទ្ធិពលនៃអតុល្យភាពអរម៉ូនជាលក្ខណៈសម្គាល់របស់មនុស្សនៅពេលដែលឈានចូលដល់វ័យជំទង់ផងដែរអូហូកម្ពស់របស់ខ្ញុំលូតខ្ពស់ខ្លាំងណាស់អីយ៉ាគួរឲ្យខ្មាស់គេណាប៉ុន្តែកម្ពស់របស់ខ្ញុំដូចជាឈប់លូតបាត់ទៅហើយតាមមើលទៅពិតជាមិនបានខ្ពស់180សង់ទីម៉ែត្រតាមគោលដៅទេការដែលបុគ្គលគ្រប់រូបមានលក្ខណៈខុសប្លែកពីគ្នាពិតជារឿងដែលសំខាន់ខ្លាំងណាស់ចាប់ពីអាយុ20ឆ្នាំរហូតដល់អាយុប្រហែល40ឆ្នាំគេហៅថាពេញវ័យហើយយើងបានក្លាយជាមនុស្សពេញវ័យយ៉ាងពេញលេញហើយបើជាមនុស្សពេញវ័យហើយអញ្ចឹងយើងក៏ត្រូវខិតខំប្រឹងប្រែងធ្វើការងារដែរនៅពេលក្លាយជានារីពេញវ័យហើយយើងនឹងមានស្មារតីចិត្តគំនិតនឹងនៅជាងមុនមែនទេមែនហើយតួនាទីរបស់អ្នកទាំងនៅក្នុងសង្គមនិងនៅក្នុងគ្រួសារនឹងកើនឡើងកាន់តែច្រើនហើយធ្វើឲ្យប្រាជ្ញាស្មារតីរបស់យើងកាន់តែមុតមាំឡើងអូ
ខ្ញុំមិនដែលដឹងអំពីរឿងនេះតលតែសោះខ្ញុំធ្លាប់តែគិតថានៅពេលដែលយើងធំពេញវ័យផ្នែកប្រាជ្ញាស្មារតីនឹងរីកចម្រើនធំធាត់ដោយខ្លួនឯង ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងឡើង នៅចន្លោះចាប់ពីអាយុ40ឆ្នាំទៅដល់អាយុ64ឆ្នាំគេហៅថាមជ្ឈមវ័យនិងអាយុលើសពីនេះគេហៅថាបច្ឆមវ័យ អត់ទេខ្ញុំមិនចង់ចាស់ទេ នៅពេលយើងកាន់តែចាស់រាងកាយរបស់យើងនឹងបត់បែកកាន់តែយឺតហើយការចងចាំក៏កាន់តែចុះខ្សោយដែរស្ដាប់ទៅដូចជាសោកសៅយ៉ាងម៉េចមិនដឹងទេ ភាពចាស់ជរាមិនមែនជារឿងដែលគួរឲ្យសោកសៅដល់ម្លឹងនោះទេផ្ទុយទៅវិញយើងបានទទួលនៅចំណេះដឹងផ្សេងជាច្រើនដែលទាំងនោះសុទ្ធសឹងតែជាបទពិសោធន៍ដ៏មានតម្លៃក្នុងផ្នែកស្មារតីសម្រាប់យើង មែនហើយការឈានចូលទៅវ័យចំណាស់មិនមែនសុទ្ធតែជារឿងអាក្រក់ទេ តើអ្នកអាចរស់នៅដោយមានសុខភាពល្អពេលតែអ្នកកំតែចាស់បានដែរឬទេនោះគឺអាស្រ័យលើថាតើអ្នកបានរស់នៅដោយប្រកាន់ខ្ជាប់នៅគោលការណ៍សុខភាពត្រឹមត្រូវដែរឬទេក៏ពីអ្នកនៅក្មេង មែនហើយចាប់ពីពេលនេះខ្ញុំនឹងអនុវត្តទម្លាប់ត្រឹមត្រូវសម្រាប់ការរស់នៅប្រចាំថ្ងៃ សូមទាំងអស់គ្នាយកចិត្តទុកដាក់បន្ថែមទៀតអំពីរាងកាយរបស់ខ្លួន